សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដោយសារមួយរយៈនេះឃើញថាមេរោគពាណិជ្ជកម្មកំពុងតែវាយលុកនៅលើទូរស័ព្ទដៃ Android យ៉ាងច្រើនដូច្នោះហើយតាមសំណូមពររបស់បងប្អូនចង់ឲ្យធ្វើវីដេអូក្នុងការលុបមេរោគពាណិជ្ជកម្មនេះចេញពីទូរស័ព្ទដៃបាទអញ្ចឹងសូមបងប្អូនចូលមកទាំងអស់គ្នាអត់ពិបាកទេបងប្អូនគ្រាន់តែព្យាយាមចូលទៅក្នុង Play Store បាទបន្ទាប់មកបងប្អូនស្វែងរកកម្មវិធីមួយដែលមានឈ្មោះថា Pop Up បាទអញ្ចឹងដូចត្រង់នេះបាទបងប្អូនរកឃើញហើយបងប្អូន select ព្យាយាម download កម្មវិធីនេះបានអញ្ចឹងពាណិជ្ជកម្មវាតែងតែ load មករំខានពេលដែលយើង download ណាអញ្ចឹងបងប្អូនឃើញហើយពាក្យទាំងអស់នេះអញ្ចឹងបងប្អូនចុចដំឡើងមកបាទចុចឲ្យលឿនមកបាទអញ្ចឹងត្រង់ចំណុចនេះពេលដែលយើងចូលទៅ download ចេញពី App Store វាមានការរំខានពីពាណិជ្ជកម្មអញ្ចឹងឲ្យវា load ទៅអូខេឥឡូវខ្ញុំបាន download រួចរាល់ហើយអញ្ចឹងយើងបើកវាមកធ្វើតាមមួយជំហានចុចបន្ទាប់សញ្ញាផ្លែព្រួយនេះមកបាទទៅមុខទៀតតមកចុចត្រង់នេះអញ្ចឹងមកដល់ត្រង់នេះបងប្អូនជ្រើសរើសកំណត់ក្នុងការប្រើអញ្ចឹងបងប្អូនចុចខាងលើនេះតមកចុចពាក្យថាអនុញ្ញាតចឹងបងប្អូនរកពាក្យរកកម្មវិធីនឹងមកយើងបានដោតនៅលើ background របស់យើងហ្នឹងចឹងបងប្អូនរកមកបងប្អូនចូលទៅវាសាថ្មីនេះបងប្អូនអាចបើកត្រង់ចំណុចនេះមកបាទនេះគឺជាកម្មវិធីមួយដែលវាភិនភាគដូចនឹងកម្មវិធី scan នៅវារូបផ្សេងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនបើកវាឡើងមកចឹងបងប្អូនឃើញកម្មវិធីដែលរំខានយើងគឺវាមានឈ្មោះឡើងមកវាមានពីរកម្មវិធីនេះបាទអញ្ចឹងបងប្អូនចុចធុងសារ៉ាមលុបវាចោលមកបាទមួយទៀតបាទលុបវាចោលមកអញ្ចឹងបានថាមេរោគហ្នឹងគឺវាដោយមកតាមកម្មវិធីពីរហ្នឹងតែម្ដងអញ្ចឹងកម្មវិធីរបស់យើងនេះយើងបាន download ប្រើប្រាស់វាបានជោគជ័យហើយយើងគ្រាន់តែរេតផ្កាយឲ្យក្រុមហ៊ុនគេមួយទៅគឺវាមិនជាបញ្ហានោះទេបាទឥឡូវនេះយើងបានលុប scan លុបមេរោគនឹងហើយដោយសារកម្មវិធីច្រើនពេកយើងអត់ដឹងថាត្រូវលុបកម្មវិធីមួយណាអញ្ចឹងកម្មវិធីនេះវាទូនាទី scan មកឃើញឈ្មោះមេរោគវានៅក្នុងកម្មវិធីនឹងតែម្ដងអញ្ចឹងបងប្អូនឃើញហើយបងប្អូនអាចចូល scan ម្ដងទៀតយើងអាចទៅបិទវាក៏បានដែរកុំឲ្យវាដើរជាប់ search នៅលើ background ទូរស័ព្ទរបស់យើងឥឡូវវាលែង load ហើយបងប្អូនឃើញបាទគឺវាបាត់តែម្ដងបាទលែង load ហើយទោះបីយើងចូលទៅប្រើប្រាស់អីផ្សេងក៏វាលែង load ដែរហើយមួយទៀត ពេលដែលបងប្អូន download កម្មវិធីនេះចប់បងប្អូនអាចចូលទៅត្រង់នេះដើម្បីដាក់ website ចូលបាទ DNS adcard.com បាទដាក់វាមួយមកដើម្បីកុំឲ្យមេរោគនឹងចូលមកម្ដងទៀតព្រោះនេះជាដំណរលេខមួយរបស់ក្រុមហ៊ុនទូរស័ព្ទបង្កើតឡើងគឺដើម្បីទប់ស្កាត់នៅវីរុសផ្សេងឆ្លងមកទូរស័ព្ទរបស់យើងណាអញ្ចឹងត្រង់ចំណុចនេះបងប្អូនគ្រាន់តែវាយ website ឲ្យរក្សាទុកគឺជាការស្រេចហើយបាទឥឡូវនេះមេរោគលែងមករំខានយើងហើយអញ្ចឹងយើងបើកកម្មវិធីយើងម្ដងទៀតមកហើយយើងអាចបិទកន្លែងគ្រាប់ភ្នែកនេះបាទកុំឲ្យវាឃើញសញ្ញា search នៅលើ background របស់យើងបាទការបង្ហាញជូននេះបានដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាផងដែរ